ជំរាបសួរសូមស្វាគមន៍មកកាន់កម្មវិធី Cambodia Street Photography Podcast អេពីសូតទី6អេពីសូតនេះយើងជួបជាមួយនឹងបៃខាណារីដែលគាត់ឈ្នះប្រចាំប្រធានបទមិត្តភាពឥឡូវយើងទៅជួបគាត់ទាំងអស់គ្នាជំរាបសួរបងសូមណែនាំខ្លួនតិចមកខ្ញុំឈ្មោះសាន់មីលីនជានិស្សិតឆ្នាំទី3នៅសាលាសាកលវិទ្យាល័យ Norton ជំនាញអីគេខាង media បងអត់មានអីធ្វើឆ្ងល់ដែលអាចដាក់រូបប្រកួតបានណាចឹងតើតើនឹងការថតរូបនឹងតើលីនមានបទពិសោធន៍យូរឆ្នាំនៅឬក៏ស្គាល់ជាពិសេសស្គាល់ Cambodia Street ហ្នឹងតាំងពីឆ្នាំណាមកដែរចាំបងនិយាយពីបទពិសោធន៍នៅថតហ្នឹងគឺតំតាថ្មីដែរបងហើយខ្ញុំស្គាល់Cambodia Street Photo ហ្នឹងចុងឆ្នាំ2025បងស្គាល់តាមអ្នកណាគេស្គាល់តាមអ្នកដែលគាត់ធ្វើការមួយគ្នាបងចាបងចាបងយល់យ៉ាងណាដែរពេលដែលបានjoinនៅក្នុងក្រុមហ្នឹងចូលរួមក្នុងក្រុមហ្នឹងអញ្ចឹងណាចាបងពេលដែលបាន join នៅក្នុងpage ហ្នឹងទៅគឺអាចថាវាជួយឲ្យខ្ញុំមកកម្រិតដែរអញ្ចឹងឡើងក្នុងការថតរូបដោយសារតែមានបងច្រើនដែលគាត់ដាក់ប្រកួតអញ្ចឹងខ្ញុំអាចដាក់ប្រកួតនៅក្នុងហ្នឹងដែរអញ្ចឹងបងហើយបានមើលរូបបងថាមានអីប្លែកច្រើនដែរបងចុះបងអូនជួយចិត្តប្រភេទណាដែរក្នុងការថតរូបដូចជា black and សខ្មៅឬក៏ពណ៌ឬក៏ប្រភេទណាដែរចាបងសម្រាប់រូបថតវិញខ្ញុំចូលចិត្តពីច្រើនពណ៌បងប្រភេទពណ៌ចាបងចាពណ៌មានតែចាប់អារម្មណ៍ថាពណ៌អីដែលគាត់ថាវា contrast នេះយើងមានថាចាប់ពុកគឺយើងដឹង attractive ភ្លាមហ្មងដែលពណ៌ដែលយើងស្រឡាញ់ឬមកថាដូចខ្ញុំអញ្ចឹងខ្ញុំដើរទៅឲ្យតែឃើញពីណាក្រហមពាក់ក្រហមខោក្រហមអស់គឺខ្ញុំដឹងខ្ញុំគឺចាប់មកគេហ្មងអញ្ចឹងត្រូវតែស្រឡាញ់បែបអញ្ចឹងយើងមានតែគាត់ថាពណ៌ណាមួយដែលជាពណ៌ដែលយើងចាប់អារម្មណ៍ដែរពណ៌ក្រហមបងក្រហមដែរចាបងចាពណ៌ហៅនេះហៅពណ៌ក្តៅចាអញ្ចឹងទៅយើងចាប់អារម្មណ៍ចាបងចាតែលើលីនថាចិត្តពណ៌អញ្ចឹងតែនៅលើក្នុងការថតហ្នឹងប្រភេទបែបមិនថតជាជីវិតប្រចាំថ្ងៃឬក៏ថតបែបជា portrait ឬក៏ប្រភេទ category មួយណាដែលលីនជួយថតហ្នឹងពីច្រើនជួយចិត្តបែបជីវិតប្រចាំថ្ងៃច្រើនដែរបង daily life ចាបងចាអូនឯងជួយចិត្តទៅប្រភេទជនបទចាបងថតរូបឃើញពីទស្សនវិជ្ជាពិតប្រាកដនៃមានមិនមានតែ background ត city ទេគឺវាមានបែបស្រុកស្រែចំការមានភ្នំមានអីចឹងយកទៅទេសភាពព្រោះមានពណ៌ច្រើនដែរព្រោះសាមិញគាត់និយាយថាគាត់ជួយចិត្តពណ៌ចាអញ្ចឹងតាក់ទងជាមួយនឹង idol វិញតើអ្នកខ្លះដែលជា idol របស់យើងទុកក្នុងចិត្តហើយយើងអាសាមើលស្នាដៃគាត់ហើយយកមក inspire ឬក៏យើងមករៀនតាមរៀនសូត្រតាមអញ្ចឹងណាចាបងidol ខ្ញុំវិញគឺសិស្សច្បងឈ្មោះអ៊ុស្មានចាបងដោយសារតែពីច្រើនពេលដែលបានជួបគាត់អីចឹងទៅគាត់តែងតែបង្ហាញរូបដែលគាត់ថតអីចឹងណាអញ្ចឹងពេលដែលឃើញហើយអារម្មណ៍យើងចង់ថតឲ្យដូចគាត់ប៉ុន្តែមិនមែនថាដូចគាត់ទាំងស្រុងទេអាចនឹងយកពីគាត់អីតិចតួចហ៊ានបន្ថែមអីចឹងហ៎បងស្វែងខ្លះចាបងចាមានអ្នកឆ្នៃពីគាត់មកយើងចាបងចាមានផ្សេងទៀតទេឆើខ្ញុំឈ្មោះឆាយ៉ាចាបងចាបងឆាក៏ជួយចិត្តថតឃើញគាត់ជួយចិត្តថតពីច្រើន daily life គាត់ទៅចឹងដូច documentary មួយចំនួនឃើញគាត់ថតដែរចាអូខេហ្នឹងហើយចឹងចង់សួរលីនដែរទៅនឹងសំណួរបន្ទាប់តើសម្រាប់ប្រធានបទមិត្តភាពហ្នឹងតើរូបដែលលីនផលិតហ្នឹងតាំងពីពេលណាមកដែរចាបងរូបសម្រាប់ topic friendship ហ្នឹងគឺខ្ញុំផលិតដូចជាប្រហែលជាប្រហែលខែមុនបងអូខេចុះហេតុអីបានរើសយករូបមកស្លឹកនៅដើម្បីដាក់នៅក្នុងប្រធានបទនេះដោយសារតែរូបសកម្មភាពហ្នឹងវាកម្រនឹងឃើញបងព្រោះអីដោយសារតែយើងជាមនុស្សធម្មតាអញ្ចឹងគាត់អាចឃើញប្រសង់ដែលគាត់លេងចឹងទេចាបងចាអូអញ្ចឹងពួកខ្ញុំចាប់អារម្មណ៍ឃើញមានរូបប្រសង់អូអាទាហើយមានរូបសំណក់មួយក្បាលទៀតរូបហ្នឹងបងថតបានស្លឹកដើម្បីបានរូបហ្នឹងដែរ10ស្លឹកបង10ស្លឹកស្លេចបានតែមួយហ្នឹងចាបងចាតែមើលទៅថាពេញចិត្តជាងគេដែរចាបងចុះបងអាចដឹងថាទីតាំងណាដែលណៃថតនៅខេត្តណាឬក៏នៅណាគាត់ថាណៃនិយាយថាជួយចិត្តទៅជនបទហ្នឹងអញ្ចឹងរូបហ្នឹងផលិតនៅខេត្តណាដែរចាបងរូបហ្នឹងខ្ញុំថតនៅសៀមរាបបងអូសៀមរាបចាតែពួកសៀមរាបក៏សម្បូរខាងផ្សារភ្ជាប់វប្បធម៌នៃធម៌ច្រើនចាបង
nghiệmមកវិញបងអូនដែលគិតថា challenge ខ្លួនឯងក្នុងថ្ងៃនេះឬក៏ថ្ងៃពេលទំនេរពេលដែលទំនេរពីការសិក្សា ចាបង ហើយឆ្លៀតទៅថតទៅអីមានដែរគេថា challenge ខ្លួនឯងថាថ្ងៃហ្នឹងត្រូវតែបានមួយរូបត្រូវតែបានពីររូបអីទេ ខ្ញុំធ្លាប់បែបថាធ្លាប់អញ្ចឹងណាបងប៉ុន្តែបើជាក់ស្ដែងហ្មងយើងទៅថតអានេះពីខ្ញុំទៅណាបងអា challenge ហ្នឹងយើងធ្លាប់ដាក់នៅខ្លួនឯងហើយប៉ុន្តែពេលដែលយើងទៅជាក់ស្ដែងហ្នឹងគឺវាអត់អាចនឹងដូចអីដែលយើងរំពឹងទេ expectation របស់យើង ហ្នឹងហើយបងពេលច្រើនពេលដែលយើងទៅអញ្ចឹងយើងគិតថាយើងត្រូវតែបានរូបនឹងមួយឬក៏ពីរអីចឹងទៅប៉ុន្តែចាក់ស្ដែងយើងអត់មានអីថតទេ អាហ្នឹងគេហៅថ្ងៃសួយ ហ្នឹងហើយបង ទៅយើងអត់គិតថាភ្លៀងគេថាភ្លៀងហើយដឹងថាមេឃស្អាតហើយដឹងតែចេញទៅថតដឹងតែលយហើយ ចាបង ដល់ពេលភ្លៀងហើយស្រាប់ទៅដល់វារលឹម ឬក៏ពេលដែលយើងដាច់ទឹកភ្លៀងនៅនេះតែដល់ពេលទីតាយើងទៅថតនោះវាបែរជានៅតែភ្លៀង ហ្នឹងហើយបង វាមានជួបច្រើន ចាបង តែក៏មានករណីមួយទៀតលើសពីការរំពឹងទុកដែលជួបឯងដែលជួបអារូបណាមួយដែលលើសពីការរំពឹងទុកឯង ដែរបងចៃដន្យ តែដល់ ពីច្រើនចៃដន្យអារូបភាពចឹងចឹង ហើយយើងគិតថានឹងបន្តថតលក្ខណៈ daily life យើងពុំមិនស្រឡាញ់ daily life ចឹងយើងគិតថាយើងនឹងបន្តថតវានៅពេលណាមួយបញ្ចប់ហើយខ្ញុំដូចជាច្រើនហើយ daily life ចឹងខ្ញុំចង់បដូរទៅជាប្រភេទ landscape ប្រភេទ traveling ឬក៏អីមានតែគិតថានឹងដាក់កំណត់ណាមួយទេ ចាបងសម្រាប់រឿងហ្នឹងវិញគឺខ្ញុំបានគិតដែរបងខ្ញុំចង់ឲ្យអាការថតរបស់ខ្ញុំអា daily life ហ្នឹងឲ្យរៀងថ្នាក់ជាងនឹងតិចទៀតហើយខ្ញុំនឹងអាចនឹងថត landscape បន្តបង ជួយចិត្ត landscape ព្រោះដោយសារវាច្រើនគាត់និយាយគាត់ថាគាត់ជួយចិត្តខេបអញ្ចឹង landscape និយាយ ចាបងចា ស្ដាយទៅដល់កន្លែងស្អាតអត់ថតថា ហើយបើសិនជាគាត់យ៉ាងណាទៅដល់កន្លែងស្អាតហើយស្រាប់តែមាន action ណាមួយដែលចូលមួយ street ទៀតថាទៅ perfect ហ្មង ចាយើងតើទៅនឹងលៀនថាចូលនៅក្នុងក្រុម Facebook របស់យើងតាំងពីចុងឆ្នាំ2025ចំណាប់អារម្មណ៍ចូលដំបូងមិនដែរហើយមកដល់ឥឡូវហ្នឹងតើនៅយល់យ៉ាងមិនដែរចំពោះក្រុមមួយនេះ ពេលចូលដំបូងហ្នឹងគឺអត់តាន់ហ៊ានដាក់រូបថតប្រកួតទេដោយសារតែឃើញពួកបងគាត់ខ្លាំងអីចឹងណាដល់ពេលយូរទៅមានគ្នាខ្ញុំគាត់ថាចឹងរូបបងឯងប៉ុណ្ណឹងដែរដាក់ទៅចិត្តតែដាក់ទៅអញ្ចឹងក៏សម្រាប់ចិត្តដាក់តាមគេទៅហើយដាក់មួយថ្ងៃទៅចិត្តតែឲ្យខ្លួនឯងហ្នឹងចិត្តតែមានអារម្មណ៍ចង់ថតដែរអញ្ចឹងហ៎បងហ្នឹងហើយ ដាក់ហ្នឹងគឺដាក់តាមប្រធានបទឬក៏ដាក់ topic series សម្រាប់ក្រុម ដាក់តាមប្រធានបទបង ប្រធានបទអីគេដែលបានចាប់ផ្ដើមដំបូង ដូចជា reflection បង reflection តែមានជាប់នៅក្នុង topic ហ្នឹងដែរ ដូចជាអត់ទេបង គឺ topic ណាដែលលិញជាប់ដំបូងគេឲ្យធ្វើឲ្យលិញនៅតែបន្តម្ដងចឹងហើយ portrait បងចាបងចាបាន top 15បានម្ដងហ្នឹងហើយក៏អាសាដាក់មាន topic អីទៀតដាក់ទៅនៅតែអត់ជាប់ទៅតែជាប់ topic friendship ហ្នឹងជាប់ដូចជាប្រហែលដូចជា 4-5 រូបដែរបង ជាប់ច្រើននៅក្នុងប្រធានបទចុងក្រោយរបស់យើងហ្នឹងហើយក៏ខ្លាយជាអ្នកឈ្នះប្រចាំប្រធានបទចឹងការព្យាយាមវាមិនដែលក្បត់ការខំប្រឹងរបស់យើងអញ្ចឹងណា ចឹងសួរត្រឡប់ទៅវិញតកតងជាមួយនឹងថតរូបហ្នឹងបានតិចឲ្យថាថតនៅសៀមរាប ចាបង តែបានតែយើងថតពីទូរស័ព្ទឬមួយក៏កាមេរ៉ាដែរ ខ្ញុំថតពីកាមេរ៉ាបង ហើយចុះពេលដែលយើងចាប់ផ្ដើមថតដំបូងបកទៅក្រោយកាន់តែជ្រៅតិច ចាបង យើងចាប់ផ្ដើមថតដំបូងយើងថតជាមួយនឹងទូរស័ព្ទឬមួយក៏កាមេរ៉ាហ្មង កាមេរ៉ាដែរបង គឺយើងថតពីដើមមកកាមេរ៉ារហូត ចាបងចា អូខេគិតថាវាធ្ងន់ណាវាចង់ដូរមកទូរស័ព្ទអីវិញវាក៏មិនដែរ អត់ទេបងចង់ប្រើកាមេរ៉ាជាងទូរស័ព្ទ ព្រោះវាមាន quality រូប ចា ច្បាស់ជាង ចាបងចា ប៉ុន្តែឥឡូវ smartphone ឥឡូវក៏មានច្រើនដែរណាដែលតាក់ទងជាមួយនឹងរូបអីល្អទំនើបអីចឹងណា ចា មានតែចង់សាកថាដូរមកទូរស័ព្ទឬក៏អី ចង់សាកដែរបងចង់សាកយកទូរស័ព្ទនឹងមកថតដែរប៉ុន្តែដោយសារតែខ្លួនឯងអាសាថតកាមេរ៉ាពេកចឹងទៅពេលយកទូរស័ព្ទមកថតហ្នឹងគឺវាអត់ confident ថតហ្មង អត់ថ្នាក់ដៃ ហ្នឹងហើយបងអត់ ថ្នាក់ដៃ នឹងអត់ថ្នាក់ដៃបង នៅពេញនៅភ្នំពេញ ចាបង នៅភ្នំពេញដែលមានរូបជាប់ដែលយើងថតនៅភ្នំពេញព្រោះមិញនិយាយថានៅស្រុកស្រែពីចឹងនៅជនបទអញ្ចឹងមានដែល
យើងថតឲ្យជាប់ក្នុងក្រុមដែលថតនៅក្នុងពេញហ្នឹង នេះអត់ដែរបងអត់ដែរ ជាប់នៅជនបទ ចា ព្រោះដោយសារតែភាគច្រើន photographer របស់យើងនៅភ្នំពេញគាត់ថតភាគច្រើនគឺជាប់នៅក្នុងពេញគ្រប់នៅខេត្តអត់សូវជាប់ទេព្រោះដោយសារតែ action នៅខេត្តវាមើល ខុសគ្នា តែដល់ពេលគាត់ថាសិស្សប្អូនសិស្សចំណងក្រោយគេរកក្រោយទៅជាជាប់នៅខេត្តច្រើនជាងវិញព្រោះដោយសារយើងសម្រាប់យើងឃើញមែនព្រោះគាត់ភាគច្រើនគឺនៅខេត្ត ចា វាមានយ៉ាងដោយសារតែដែលសម្គាល់បានហ្នឹងវាច្រើនគឺ background នៅខេត្តនៅពេញគឺខុសគ្នាពេញវាច្រើនគឺចង្អាគារនឹងតែអីតែដល់ពេលនៅខេត្តគឺដឹងតែទេសភាពនេះ ព្រោះพี่ច្រើនចេះបងថតនេះសម្រាប់ខ្ញុំហ្មងនៅពេញខ្ញុំអត់សូវជួយថតទេខ្ញុំជួយទៅខេត្តច្រើនជាងដោយសារតែនៅខេត្តបរិយាកាសខុសពីនៅពេញពេលទៅដល់ខេត្តចឹងបានជួបអ៊ំពូមីងនៅតាមខេត្តចឹងគាត់រុះរាយគាត់ក្មេងៗអីចឹងណាឃើញយើងកាន់កាមេរ៉ាចឹងតែគាត់ចិត្តតែមកចិត្តយើងមើលយើងថតមើលអីចឹងគាត់សើចដាក់យើងចឹងអារម្មណ៍ដែលយើងនៅពេញពីពេលខ្លះអត់សប្បាយចិត្តឬក៏អីទៅដល់ខេត្តគឺអារម្មណ៍ផ្សេងហ្មងបង អាចចែកម្លែកពីតិចតួចទៅពេលដែលយើងទៅខេត្តដើម្បីធ្វើយើងសូមពួកគាត់ថតយើងចូលទៅនោះធម្មតាស្រាប់តែចូលទៅភ្លាមថតភ្លាមវាខ្លះគាត់អៀនណា ចាបង ខ្លះគាត់ ចា អៀនឬក៏ពេលខ្លះគាត់អាចនឹងខឹងយើងទៀតថាអីមិនមកថតអញ្ចឹងអាចចែកម្លែកបានថាយើងធ្វើមិនដើម្បីយើងសុំគាត់បានឬក៏អីយើងបែបលក្ខណៈសុជីវធម៌ឬក៏ការគោរពឬក៏ការសុំសួរគាត់ត្រឹមត្រូវឬមកក៏មិនដែរឬក៏លួចថត ពីច្រើនខ្ញុំលួចថតពេលដែលបើសិននិយាយពីក្មេងៗចូលដំបងគឺនិយាយមួយលេងមួយគាត់សិននិយាយពីនេះពីនោះពេលគាត់បងធ្វើអីចឹងយើងចេះតែនិយាយមួយគាត់អីចឹងហ៎បងតែកាមេរ៉ាហ្នឹងគឺដៃយើងត្រូវតែចុចធៀមចុចឲ្យហៅថាសកម្មភាពខ្លះគាត់គ្រាន់តែនិយាយឯងមួយយើងឯងតែអាហ្នឹងក៏យើងត្រូវតែយកដែរ យើង set up ហើយ ហ្នឹងហើយ ទៅដល់ យើងធៀមខ្លួនឲ្យហើយថាអាហ្នឹងគឺតែនិយាយមិនស្រួលគឺគាត់អត់ចង់ថតមកយើងឯងអញ្ចឹងធៀមឲ្យហើយ បើតិចនៅខ្ញុំមួយខ្ញុំសូមចែកម្លែកតិចនៅខ្ញុំមួយគឺវាថាប្រកនេះមិញស្ករក្រឬក៏នំវាអញ្ចឹងពួកគាត់សហការពេញទីហ្មងចាំគាត់ធ្វើមិនក៏បានដែរហើយគាត់រត់លេងម្ដងទៀតរត់ចេះរត់ចុះគឺបានទាំងអស់ តែពីច្រើនខ្ញុំអត់ទេបងអត់នំទេគឺលុយគឺលុយជិះហ្មងហ្នឹងហើយបង ពួកមិញនៅខេត្តគាត់អាចនឹងយកទៅទិញអីផ្សេងៗដូចទិញសម្ភារៈសិក្សាក្នុងគាត់អីចឹងទៅ ចាបងចា អូខេតើតើនឹងការថតលេងតាំងពីប្រើកាមេរ៉ាមកនៅក្នុងការថតនោះមានឧបសគ្គឬក៏ challenge ណាដែលគិតថាពិបាក control វាដែរ ពិបាកបំផុតហ្មងគឺខ្ញុំជាមនុស្សស្រីទៅថតរូបតាមខេត្តគឺបាក់ខ្លាំងហ្មងបងទីមួយចេះបងពេលដែលចាប់ផ្ដើមដំបូងហ្មងគឺរបៀបថាយើងសុំគេទៅជាមួយដើម្បីថតជាមួយអញ្ចឹងគ្រាន់តែចង់វាយើងចែកម្លែកគ្នារៀនពីគ្នាអញ្ចឹងទៅប៉ុន្តែចិត្តស្ដីពួកគាត់អត់សូវចង់ឲ្យយើងទៅដោយសារតែយើងជាមនុស្សស្រីអញ្ចឹងណាបងតែក៏អត់បន្ទោសគាត់ដែរព្រោះអីយើងដឹងថាអាចនឹងពិបាកដោយសារយើងអញ្ចឹងក៏សម្រាប់ចេះថាទៅខ្លួនឯងបងទៅអ្នកឯងដើរថតរបៀបដំបូងគឺនៅជីខេត្តសិននៅជីក្រុងញ៉ែបងនៅជីក្រុងជិះម៉ូតូមួយមិត្តភ័ក្តិម្នាក់ទៀតទៅស្រីហ្នឹងគាត់អត់សូវចូលថតរូបទេគាត់ចូលថតវីដេអូអញ្ចឹងចេះតែហៅគាត់ទៅជាមួយអញ្ចឹងទៅបងយល់ទៅក៏ហៅអ្នកដែលហ៊ានជាមួយដូចជាប្រសង់លោកបងអីគាត់ទៅម្នាក់ពីរនាក់អីចឹងមានកូនសិស្សលោកដែរទៅថតជុំគ្នាអីចឹងទៅ ក៏មានគ្នាទៅតែ ហ្នឹងហើយបង តែមានពេលណាទៅម្នាក់ឯងដែរ មានបងមាន នៅក្នុងពេញ នៅក្នុងជីខេត្តជីក្រុងហើយបងហ្នឹងហើយជីក្រុងតាមតាមួយរយៈថ្មីហ្នឹងខ្ញុំអាសាចុកខេត្តច្រើនហ៊ានជាងមុន តែឧបសគ្គដោយសារតែយើងជាមនុស្សស្រីដែរយើងត្រូវការរៀនសូត្របន្ថែមពី ហ្នឹងហើយបង ខាងពីនោះមានឧបសគ្គអីផ្សេងទៀតដែរ អឺ ការប្រើប្រាស់កាមេរ៉ាឬក៏ សម្រាប់កាមេរ៉ាវិញប្លង់អីអត់សូវម៉ានទេបង ចាំយើងបានរៀនផងយើងអនុវត្តត ចាបងចាพี่ច្រើនអនុវត្តច្រើនអញ្ចឹងទៅរឿងកាមេរ៉ាអីយើងអាចនឹងថ្នឹកអញ្ចឹងអត់សូវពិបាកអីបង តែពិបាកក្នុងការប្រើទូរស័ព្ទវិញ ដោយសារអត់ដែរប្រើក្នុងទូរស័ព្ទ តាមពិតទៅទូរស័ព្ទវាអត់ពិបាកដែរប៉ុន្តែដោយសារគាត់និយាយមិនថាអត់មាន confidence គាត់ដោយថាដូចថ្នាក់ដៃតែមួយកាមេរ៉ាអញ្ចឹងទៅលើកមកចុចទូរស័ព្ទបើនិយាយទៅប្រើប្រាស់ម្រាមខុសគ្នាទូរស័ព្ទម្រាមមេដៃ ចា ដល់ពេលកាមេរ៉ាគឺច្អល់ដៃ ចា អញ្ចឹងពេលថាគាត់ថ្នាក់ជាងដែលខកចិត្តដែរមានន័យថាយើងទៅខេត្ត
ឃើញទេសភាពស្អាតឃើញ action ល្អឃើញ moment ល្អឃើញ color ល្អអស់ហើយប៉ុន្តែនៅពេលដែលយើងប្រើប្រាស់ជាមួយកាមេរ៉ារបស់យើងដោយសារយើង control exposure វាអត់ល្អឬក៏ control មួយណាអត់ល្អស្រាប់តែថតទៅជាខ្មៅវាទៅជាឆេះវាទៅជាដែលខកចិត្តចឹងឯង ដែរតាបងពីច្រើនឃើញអានឹងភ្លាមណាកាន់កាមេរ៉ាយកមកថតភ្លាមដល់ហើយពេលខ្លះសិតតែ speed នឹងវាផ្សេងចឹងទៅគឺ blur រូបនឹង blur យកអត់កើតខកចិត្ត ហើយដែលនៅពេលដែលខកចិត្តហើយ ចាបង យើងដែលទៅធ្វើវាម្ដងទៀតឬក៏ខកចិត្តហើយយើងរងចាំថ្ងៃណាមួយយើងនឹងធ្វើវាម្ដងទៀតឬមួយក៏ទៅខកទៅទៀតបងទៅទៀតប៉ុន្តែគ្រាន់ថាសកម្មភាពនឹងវាផ្សេងទៅទៀត វាមានរឿងថ្មីបន្តទៀត ហ្នឹងហើយបងហ្នឹងហើយ ចុះខេត្តច្រើនចឹងមានដែលចុះខាងជួរខាងដងទន្លេឬក៏អីពីចឹងទៅតំបន់បែបណាដែរ តំបន់ពីច្រើនទន្លេច្រើនបង ទៅខាងមុំទន្លេកំពង់ឆ្នាំងអីចឹង ហ្នឹងហើយបងពីច្រើនមកគឺទៅកំពង់ឆ្នាំងនឹងច្រើនជាងគេ សុកណាត់នៅហ្នឹងឬក៏មិនដែរ អត់ទេខ្ញុំនៅសុកណាត់ខ្ញុំនៅភ័យតមៈឯងបង អូនៅភ័យតមៈនេះចិត្តនេះទេ ចាបង ជាក្រុង តែក៏នៅចិត្តទន្លេដូចគ្នា ចាបងព្រោះនៅកំពង់ឆ្នាំងហ្នឹងសកម្មភាពពួកគាត់រៀងប្លែកនៅពីយើងហ្នឹងបងហើយពេលខ្លះជួបពូមីងដែលគាត់ពីច្រើនអត់ច្រើនបង គាត់ក្រកសោ ហ្នឹងហើយបងហ្នឹងហើយហើយបើក្មេងៗក៏ចឹងដែរគាត់លេងផុកលេងអីចឹងទៅអត់ដូចនេះផ្សេង ជីវភាពអ្នកទន្លេចឹងទៅគាត់ពីច្រើនគាត់តែពិតមិនប្រកាសថាគាត់អត់ទេគាត់សាមញ្ញគាត់ខ្ជិលព្រោះនៅទន្លេពេលខ្លះហើយអ្វីដែលតាក់ភ្នែកជាងគេនៅកំពង់ឆ្នាំងនិយាយពីសកម្មភាពរបស់ពួកគាត់ ចាបង បងអូនដែលគិតថាសកម្មភាពបែបម៉េចដែលថាតាក់ភ្នែកជាងគេឬអភិសុទ្ធមុនធ្វើប្រហុក គាត់ហ្នឹងហើយគាត់ធ្វើប្រហុកអញ្ចឹងទៅអូខេលើកត្រីលើកអីមកលើកទៅលើកមកចេញពីទូកចេញពីកណូតចេញពីអីមកនោះគឺវាធ្វើយើងតាក់ចិត្តជាងគេអញ្ចឹងណា ចាបង បងអូនមានចំណុចណាមួយដែលគាត់ថាតាក់ចិត្តជាងគេដែរនៅក្នុងឆ្នាំ ថៃឆ្អើបងគាត់ធ្វើឆ្អើហើយនឹងមួយទៀតម្ទេសឆ្អើបង អូខេអន្តេហមហ្នឹង ចាបង ជឿតែឆ្អាតដែរសាកដឹងថាមានតំបន់ណាផ្សេងពីកំពង់ឆ្នាំង តាមខ្ញុំ research មាននៅកំពង់ឆ្នាំងហើយនឹងមួយទៀតនៅចិត្តព្រៃក្មេងបង នេះចិត្តពេកក្មេងនៅខាងណាពេកក្មេង នៅខាងអរិយស័ព្ទក្នុងអរិយស័ព្ទ ទៅពីអរិយស័ព្ទទៅបន្តិចណា ចាបងចា អូខេ ខ្ញុំចង់បកសំណួរទៅនឹងការថតរបស់លីនតិចចឹង ចាបង សម្រាប់លីនយល់ថារូបថតមួយស្លឹកហ្នឹងឬក៏រូបដែលលីនធ្លាប់ឃើញឬក៏អ្នកតែគាត់ធ្លាប់ថតយើងនៅក្មេងមកតែពេលដែលយើងមើលរូបថតទាំងអស់ហ្នឹងវាមានអត្ថន័យមិនសម្រាប់យើង សម្រាប់រូបថតទាំងអស់ហ្នឹងវាមានអនុស្សាវរីយ៍យើងមើលទៅនឹកឃើញយើងអាចទៅអាហ្នឹងម្ដងទៀតទេអញ្ចឹងមានតែរូបភាពហ្នឹងដែលអាចឲ្យយើងនឹកឃើញដល់អនុស្សាវរីយ៍ដែលយើងធ្លាប់នៅពីពេលហ្នឹងបងហ្នឹងហើយ អូខេហ្នឹងហើយទៅនឹងរូបហ្នឹងមានអនុស្សាវរីយ៍ចុះពីឥឡូវទៅតើលីននឹងមានគម្រោងឬក៏មានជា idea ដើម្បីផលិតសម្រាប់ខ្លួនឯងឬក៏កត់ត្រាទុកនៅសកម្មភាពផ្សេងៗនៅតាមតំបន់មួយដែលលីនចុះទៅហ្នឹងដែរ មានបងមានថាចង់ថតសកម្មភាពពួកគាត់ឲ្យច្រើនជាងហ្នឹងដើម្បីទុកចងក្រងមួយថាខ្ញុំបានចុះទៅខេត្តហ្នឹងហើយឃើញទស្សនវិជ្ជាហ្នឹងពេលដែលខ្ញុំចុះទៅអញ្ចឹងណាបង និយាយខ្លីគឺធ្វើ documentary ហ្នឹងហើយបងហ្នឹងហើយជា documentary តាមមានស្នាដៃប៉ុន្មានហើយដែលយើងអាចធ្វើទុកនៅសាលាពុធម្មតាសាលាតែមាន assignment ឬក៏ជាអីចឹងណា ចាបងថៃឆ្អើបង តែឆ្អើនៅកំពង់ឆ្នាំងតែ ចាបងចា ជា assignment ចាបង ពីពណ៌ដែរឬក៏យ៉ាង អត់ទាន់បានពិព័រណ៍បងតែរៀបនឹងពិព័រណ៍ មកសេរីហ្នឹងមានប៉ុន្មានរូបដែរ ខ្ទង់ដូចជា30រូបជាងបងប៉ុន្តែនៅឈើគាត់រើសទៀត នៅ select មានន័យថាយើង select ខ្លួនឯងមកតង់ហ្នឹងបានជាង30រូបហើយ ហ្នឹងហើយ នៅ បង គ្រូគាត់ select មកតង់ទៀត ចាចា បើសិនជាខ្វះគឺយើងនឹងទៅបន្ថែមម្ដងទៀត ចាបងចា ត្រីឆ្អើយមានរដូវកាលដែរឬមួយក៏យើងគេធ្វើរាល់ថ្ងៃហ្មង មានតាមរដូវកាលបងរដូវកាលរបៀបថាតើតាទឹកឡើងអញ្ចឹងមានត្រីអញ្ចឹងបងគាត់ធ្វើដល់ពេលផុតរដូវកាលហ្នឹងហើយគាត់ចូលធ្វើម្ទេសឆ្អើម្ដង អូ ពេលផុតម្ទេសឆ្អើហ្នឹងអស់គឺពួកគាត់ឡើងមកធ្វើការនៅពេញវិញ អ
ចឹងមានន័យថាគាត់ធ្វើការ តាមរដូវ តាមរដូវ ចាចា បើសិនជារដូវធ្វើចំការធ្វើស្រែគាត់ទៅធ្វើការធ្វើស្រែវិញទៅ ចា ហើយតំណេវិញណាមកដល់រដូវនេសាទក៏នេសាទធ្វើតែឆ្អើធ្វើអីចឹងទៅ ចាចាបងចា តែថ្ងៃនេះឥឡូវបានគឺគេថាបានបញ្ចប់ទៅលើ documentary ទៅឆ្អើ ចាបង គឺយើងនឹងគិតថា challenge ចង់ធ្វើជា documentary អីផ្សេងពីនឹងទៀត ចង់ធ្វើទៀតបងចង់ធ្វើម្ទេសឆ្អើចង់ធ្វើវាតបាញខ្មែរយើង តម្បាញ ចាបងចាតបាញខ្មែរ តម្បាញមានច្រើនតម្បាញពីអីយើង អាចថាប្រហែលជាកាទៀលបងកាទៀល ចា ចាបងចា នៅតំបន់ណាដែលគាត់សម្គាល់ អានេះតាមដែលខ្ញុំឃើញពីខាងម៉ាក់ខ្ញុំនៅភេទមៈបង លើប្រៃតម្រាក់ខ្ញុំនឹកឃើញកន្លែងមួយមិនប្រម៉ូទហាងគេទេប៉ុន្តែ ចាបង មានដែរគិតថាចង់ធ្វើ documentary តាក់ទងជាមួយនឹងការធ្វើនំប៉ាវមានមួយកន្លែងនៅចិត្តវងមូលផ្សារប្រៃតម្រាក់មាននំប៉ាវឆ្ងាញ់មួយកន្លែង ស្គាល់បងស្គាល់ តែ ស្គាល់ ចង់ធ្វើ documentary គាត់ទេ អត់ដែរ អត់ដែរដោយសារតែភិកច្រើនខ្ញុំអត់ដែរបានញ៉ាំនៅហ្នឹងប៉ុន្តែឮម៉ាក់ខ្ញុំនិយាយរហូតគាត់ថាតាំងពីជំនាន់គាត់នៅក្មេងអញ្ចឹងណាហើយផ្ទះហ្នឹងគឺល្បីហ្មង ព្រោះខ្ញុំធ្លាប់ទៅប្រៃតម្រាក់គឺគេល្បីនំប៉ាវហើយបើទៅខុសនឹងបន្តិចព្រះប្រសពគេហៅមានលក្ខខ្លួន ចាចាបងចា តែក៏យើងចង់ទៅធ្វើជា documentary ប៉ុន្តែខ្ញុំគិតថាអាចនឹងពិបាកព្រោះដោយសារតែជារូបមន្តសម្រាប់របស់គ្រួសារគេដែរ ចាចាបង ក្រៅពីហ្នឹងនៅតំបន់បៃតមៈយើងគិតថាអាចនឹងជា documentary អីផ្សេងទៀតក្រៅពីកតេលក្រៅពីអីឯង ដូចជាអត់ទាន់មានទេបងតែអាចនឹងគម្រោងនឹងមានតែគាត់ថាអត់ទាន់នឹងឃើញថានឹងយកអីជាធ្វើជា documentary បន្តអញ្ចឹងហ៎បង ចុះនៅម្ដុំទន្លេខាងបៃតមៈមានដែលចុះទៅជួបមួយប្រជានេសាទអីថតគាត់បានមកប៉ុស្តិ៍ពីអីទេ និយាយទៅធំហ្មងនៅខេត្តខ្លួនឯងហ្មងគឺអត់ដែរសូវបានចុះហ្មងពីច្រើនចុះតែវាទៅតាមខេត្តផ្សេងៗវិញហ៎បង ភូមិឆ្នាំងអីចឹង ចា ទៅគឺច្រើនទន្លេដូចគ្នាតែខុសតំបន់គ្នា ចាបងចាពួកអីនៅខាងភេទមៈហ្នឹងដូចជាអត់សូវមានអីថតដែរបងអត់មានអីថតអញ្ចឹងក៏និយាយថាទៅខេត្តផ្សេងអីចឹងហ៎បង គោលដៅឃើញនិយាយមួយថ្ងៃនេះគឺនិយាយដែលយើងនិយាយមកនេះគឺកំពង់ឆ្នាំង ចាបង មានដែរទៅខេត្តផ្សេងពីកំពង់ឆ្នាំង ធ្លាប់ទៅកំពង់ចាមកំពង់ស្ពឺហ្នឹងហើយបងតាមតែថ្មីហ្នឹងប្រកួតបានទៅប្រកួតនៅមួយខាងបង ធំណាស់ ហ្នឹងហើយបង អូខេធំពីច្រើន មានកន្លែងណាផ្សេងទៀតដែលបានចុះទៅដល់ជាក់ស្ដែងហើយផលិតរូបនៅទីនោះក្រៅពីខេត្តហ្នឹង មានកពតបងនៅកពតមួយទៀត នៅតំបន់ណា នៅសែអំបិលបងសែអំបិលហើយនឹងសហគមន៍កំពង់សាមគ្គី ជាប្រភេទរូប documentary ដែរឬក៏ សែអំបិលហ្នឹងជាdocumentary បងប៉ុន្តែគាត់តែខ្ញុំអត់ទាន់បានចងក្រងវាអីចឹងហ៎បងហ្នឹងហើយ បកទៅវិញចូលចិត្តថតរូបចូលចិត្តថតរូបបែបលក្ខណៈគ្រួសារខ្លួនឯងអត់មានន័យថាថតឲ្យមេងថតបងប្អូនថតប៉ាម៉ាក់ ចូលចិត្តតាបងតែគ្រាន់តែអត់ដែរសូវបានថតពួកគាត់ទេដោយសាររវល់ហ្នឹងហើយ មកគាត់អត់សហការតែពេលច្រើននៅពេលដែលថតហើយយកឲ្យគាត់មើលគាត់ដែលគិតថានៅស្មាគោស្រីអញចេះថតស្អាតអញ្ចឹងឬក៏អីគាត់ដែរបានទទួលការប្រសើរពីគាត់ទេ ដែរបងពេលខ្លះគាត់ឃើញយើងកាន់កាមេរ៉ាអញ្ចឹងវាថាបងខ្ញុំគាត់កាយអញ្ចឹងថាមិនទៅជួកាមេរ៉ាគេធ្វើអីខ្លួនឯងមានកាមេរ៉ានៅហ្នឹងហើយ ព្រោះដោយសារតែគាត់អត់ដឹង ចា តែថតការគាត់មានបច្ចេកទេសផ្សេង ចាបង ថតបែបនេះមានបច្ចេកទេសផ្សេងអ្នកខ្លះអាចនឹងយល់ច្រឡំទៀតថាថតហ្នឹងថតទៅតិចទៅថតការមែនថតហ្នឹងតិចទៅថតយេឲ្យទៅកាន់កាមេរ៉ា ចាបង យល់មិនដែរចំពោះទស្សនៈហ្នឹងថាពួកនេះចេញទៅដឹងថតការពួកនេះចេញទៅដឹងតែថតមុខវាំងហើយឬក៏អីចឹង សម្រាប់ខ្ញុំរឿងហ្នឹងវាត្រូវតែមានទេបងវាគាត់និយាយចឹងហើយប៉ុន្តែជាក់ស្ដែងទៅយើងបង្ហាញអីផ្សេងយើងខំប្រឹងអីផ្សេងអីដែលគាត់និយាយហ្នឹងគាត់និយាយអីតែយើងនឹងបង្ហាញគាត់អីផ្សេងក្រៅពីដែលគាត់និយាយហ្នឹងគាត់ថាយើងថតនៅមុខវាំងឬក៏អីចឹងទៅពេលដែលអនាគតអីចឹងទៅបងប៉ុន្តែយើងបង្ហាញគាត់ថាយើងមិនមែនថតនៅហ្នឹងទេ
យើងថតនៅកន្លែងផ្សេងល្អជាងនឹងទៀតវាចឹងបង chứ đây là ăn chất này tháng càng camera đang của xin một vé ai đang là của thọt cá ai đây là ăn chất này អត់ចិត្តទេបងតែមានតែយកពាក្យហ្នឹងមកលើកទៅចិត្តលោកណៃមានថាគុំធ្វើដូចអីដែលគាត់និយាយ vừa với đẹp មិនដូចអី chiên quạt như vậy ហ្នឹងហើយបង nó quạt cái thà coi cả can camera cứ đăng tờ cá một vé thọt cái nít thọt nút ở trong từ ហ្នឹងហើយបង ok xung xung mùi tiệt để tôi chúng mình đang bị sai để dùng chụp tại khai tháng chu là cái nào tới travel này ចាបង travel photography này nhưng kết thà dươngនឹងជួយឲ្យខ្លាំងដល់សង្គមនៅពេលដែលយើង travel ទៅខេត្តអញ្ចឹង ចាក់ស្អីទៅខ្ញុំថតតារូបចឹងហ៎បងតែនឹងមានគម្រោងថតវីដេអូដើម្បីបង្ហាញកន្លែងដែលខ្ញុំទៅហ្នឹងឲ្យបងគាត់ស្គាល់ថាកន្លែងហ្នឹងបែបម៉េចស្អាតបែបម៉េចព្រោះតំបន់ខ្លះគឺស្អាតហើយបងប៉ុន្តែអត់មានអ្នកគេទៅលេងទេ វា ដូចជាឥឡូវខ្ញុំឧទាហរណ៍នៅខេត្តកំពង់ឆ្នាំងខ្ញុំទៅជាក់ស្ដែងខ្ញុំទៅដល់គឺស្ងាត់អត់សូវមានបងដែលគាត់ទៅលេងនៅនឹងច្រើនទេអញ្ចឹងខ្ញុំចង់បង្ហាញថានៅកំពង់ឆ្នាំងមិនអត់ស្អាតទេស្អាតតែគាត់ថាដែល ការផ្សព្វផ្សាយ នឹងខ្វះការផ្សព្វផ្សាយបង ខ្វះការផ្សព្វផ្សាយ អញ្ចឹងទៅពេលដែលធ្វើឲ្យប្រជាពលរដ្ឋដែលគាត់នៅនឹងក៏គាត់ប្របាក់ហោដែរបង ចឹង សេដ្ឋកិច្ចអត់មាន គោលដៅរបស់យើងចង់លើកកម្ពស់តាមរយៈការផ្សព្វផ្សាយ ចាបងចា ថតចឹងក៏ធ្វើឲ្យពូមីងដែលគាត់យល់ថាក្រៅពីថតមកវាំងអត់មានអីក្រៅពីថតការថតកម្មទេអញ្ចឹងយើងបានផ្សព្វផ្សាយនៅអ្វីដែលជាគេថាជួយដល់សង្គម ចាបង គាត់ទៅការប្រម៉ូទហើយយើងក៏ត្រូវការជាស្នាដៃរបស់យើងដែរ ចា អូខេសូមសួរមួយទៀតដែលតងជាមួយនឹង travel ទៅខេត្តភាគច្រើនយើងប្រើមធ្យោបាយធ្វើដំណើរជាតាក់ស៊ីជារថយន្តតខ្លួនជាយានយន្តតខ្លួនឬមួយក៏ជាចិត្តម៉ូតូឬក៏អីចឹងព្រោះ travel ភាគច្រើនអ្នកខ្លះគេចិត្តម៉ូតូ ចា ខ្លះចិត្តឡាន ចាស្រាប់ខ្ញុំជិះជិះម៉ូតូច្រើនជាងវាឃើញអីប្លែកៗច្រើនជាងក្នុងឡាននៅក្នុងឡានគឺបិទចិត្តហ្មងយើងអាចមើលវាមើលឃើញតែវាអត់ដូចយើងជិះម៉ូតូហើយយើងបានស្រូបបរិយាកាសនៅខាងក្រៅបោះសត្វអីចឹងទៅហើយឃើញភ្លាមគឺយើងចង់ថតភ្លាមវាលឿនជាងនៅក្នុងឡានណាបង អូខេខ្ញុំចាប់តែដឹកឃើញសំណួរមួយដែលបកទៅខេត្តកំពង់ឆ្នាំងតតែតែប៉ុន្តែកំពង់ឆ្នាំងមានអីច្រើនមែនទែន ហ្នឹងហើយបង ខ្ញុំធ្លាប់ទៅដល់សហគមន៍មួយដែលគាត់ធ្វើឆ្នាំងដី ចាបងចា ខាងកំពង់ឆ្នាំងពួកពីច្រើនគេដាក់តែកំពង់ឆ្នាំងគឺមានរូបឆ្នាំងដីមួយហើយ ចា ដែលដឹងថាឆ្នាំងដីដែលចង់ធ្វើជា documentary សម្រាប់ទៅធ្វើឆ្នាំងដីអត់ ចង់ដែរបងប៉ុន្តែដោយសារតែពេលដែលពេលដែលចង់ទៅធ្វើហ្នឹងគឺមានអ្នកទៅធ្វើច្រើនហើយវាថាការងារហ្នឹងគឺជាការងារ assignment អញ្ចឹងណាបងហើយទៅហ្នឹងគឺណាមួយខ្ញុំចង់ប្រហែលតែនៅខេត្តកំពង់ឆ្នាំងហ្នឹងមិនមែនមានតែឆ្នាំងដីហ្នឹងមួយទេមានអីផ្សេងក្រៅពីឆ្នាំងដីហ្នឹងមានទាំងថៃឆ្អើរម្ទេសឆ្អើរមានទាំងគេធ្វើកញ្ឆែងឬក៏អីចឹងណាជាងនឹងអត់ចង់ឲ្យបង្ហាញថាតែឆ្នាំងមួយទេបងព្រោះអីតែខេត្តកំពង់ឆ្នាំងគឺគេស្គាល់តែឆ្នាំងហ្នឹងហើយបងអញ្ចឹងចង់បង្ហាញថាកំពង់ឆ្នាំងហ្នឹងក៏មានអីក្រៅពីឆ្នាំងហ្នឹងដែរហ្នឹងហើយបង គេនិយាយកំពង់ឆ្នាំងគឺគេនឹកដល់ទី1ទន្លេ ទី2ឆ្នាំងដី ហ្នឹងហើយបង តែមាន documentary មួយដែលគេខ្ញុំអត់ទាន់គ្នាធ្វើតាក់ទងជាមួយនឹងដំបាញតែដំបាញប្រភេទជាកន្ត្រកកញ្ច្រែងដែលនៅតំបន់ហ្នឹងមានទាំងឫស្សីទៀត ធ្លាប់ឃើញបងធ្លាប់ឃើញ ពូឆ្នាំងសម្បូរឫស្សី ចា តែពីច្រើនគឺគេម្លងដែលគិតថាចង់បើបំផុសគំនិតហ្នឹងឡើងថាអីដាក់ documentary តាក់ទងមកឫស្សីមួយសិន ចង់តាបងចង់ទៅថត បានស្រាវជ្រាវថាទីតាំងនៅណាកន្លែងណាយេ លោកមុនហ្នឹងធ្លាប់ស្រាវជ្រាវថានៅណាប៉ុន្តែដោយសារតែឆ្លងទៅអត់ជាប់ចឹងបានទៅអីផ្សេងបងទៅខេត្តកំពង់ចាមវិញដូរទៅរងកូនក្មេង រងគុណក្មេង រងអាស័យហ៎បង អូជីលឬគេហៅថាជ្រុង កូនដាក់គេដាក់កូនង៉ែតបង ធ្វើពីអាស័យដែរ ហ្នឹងហើយធ្វើពីអាស័យដែរ វាធំ ចាបង អ្នកគេហៅជីល អ
nó phải hai chiều yeah អូខេឥឡូវចឹងសួរចំនួនចុងក្រោយទៅលីនណាតើតើនឹងចំណាប់អារម្មណ៍ថាតាមានចំណាប់អារម្មណ៍បែបម៉េចសម្រាប់ដែលយើងជាសមាជិកក្នុងក្រុមហើយយើងបានខ្លាចជាអ្នកឆ្នើប្រចាំទីតំបន់ដែរចឹង ចាបងចំណាប់អារម្មណ៍ខ្ញុំគឺសប្បាយចិត្តដែលបានចាប់ top 1 បង នៅក្នុងប្រធានបទ friendship ហ្នឹង ក៏មានពាក្យផ្ដាំផ្ញើអីទៅកាន់សមាជិកផ្សេងៗនៅក្នុងក្រុម មានតិចតួចបងចង់ប្រាប់ថាកុំបន្ទោសលើការថតរូបលើខ្លួនឯងទោះបីជាថតអត់ស្អាតឬក៏មិនក៏ដោយកុំបបាក់ទឹកចិត្តខ្លួនឯងត្រូវតែថតបន្តទៀតហ៊ានពីគេមើលរូបគេហើយហ៊ានពីគេដើម្បី អីលើពីណាបន្ថែមទៀត ពីខ្ញុំហ្មងបាត់ពិសោធន៍ខ្ញុំផ្ទាល់ហ្មងពីច្រើនរូបខ្ញុំពេលដែលខ្ញុំថតហើយខ្ញុំឲ្យគ្រូមើលកែចឹងទៅបើសិនជាអត់ស្អាតឬក៏អីចឹងពីមុនបាក់ទឹកចិត្តប៉ុន្តែគិតវាថាចំណុចហ្នឹងឯងដែលធ្វើឲ្យខ្ញុំហ្នឹងអភិវឌ្ឍរូបថតខ្ញុំបានអញ្ចឹងគោលចំហនឹងមួយក៏ខ្ញុំគិតថាផឹងថតកាន់តែផឹងថតទៅបងហ្នឹងហើយចង់ប្រាប់អ្នកនរគ្នាថារូបមិនក៏ដោយកុំប្របាក់ខ្លួនឯងត្រូវតែតសាររូបខ្លួនឯងបើទោះបីជាអត់មានអ្នកគេតសារក៏ដោយខ្លួនយើងគឺត្រូវតែតសារនៅស្នាដៃយើងខំថតមក ថ្ងៃនេះមិនស្អាតអាចថ្ងៃស្អែកស្អាតឲ្យទៅព្យាយាម ហ្នឹងហើយបងហ្នឹងហើយ អូខេកម្មវិធីយើងក៏ឈានមកដល់ទីបញ្ចប់យើងក៏សូមអរគុណដល់ហាងកាមេរ៉ាលេងខៀងដែលបានឧបត្ថម្ភទាំងទីតាំងទាំងបច្ចេកទេសថត ហ្នឹងហើយជាចុងក្រោយយើងក៏មិនភ្លេចអរគុណដល់ម្ចាស់ឧបត្ថម្ភដែលមានដូចជា Sony Electronics Cambodia, Oppo Cambodia, Sahara Cambodia, Patana Cambodia ជាមួយនឹងបេថ្មីអង្គរផងដែរ កុំភ្លេចជួបគ្នានៅអេពីសូតក្រោយ ចាជួបគ្នា ជំរាបលា បង បាយបាយ